ដំឡូងឈើកាសាវ៉ាឬដំឡូងមីគឺជាដំណាំមើមដ៏សំខាន់មួយដែលមានតួនាទីជាប្រភពថាមពលដ៏ធំសម្រាប់ប្រជាជនក្នុងតំបន់ត្រូពីកទោះជាយ៉ាងណាក៏ដោយការទទួលទានដំឡូងឈើទាមទារឲ្យមានការយល់ដឹងច្បាស់លាស់អំពីរបៀបចម្អិនឲ្យបានត្រឹមត្រូវ 1. គុណសម្បត្តិអត្ថប្រយោជន៍ចំពោះសុខភាពប្រភពថាមពលខ្ពស់ដំឡូងឈើសម្បូរទៅដោយកាបូអ៊ីដ្រាតស្មុគស្មាញដែលជាប្រភពថាមពលដ៏ល្អសម្រាប់អ្នកដែលធ្វើការងារប្រើកម្លាំងកាយខ្លាំងគ្មានជាតិក្លូតែន gluten free វាជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានអាការៈប្រតិកម្មនឹងជាតិក្លូតែន celiac disease ឬអ្នកដែលមានបញ្ហាក្រពះពោះវៀនជាមួយស្រូវសាលីសម្បូរទៅដោយវីតាមីននិងរ៉ាមានផ្ទុកវីតាមីន C វីតាមីន B complex និងជាតិរ៉ែដូចជាម៉ាញ៉េស្យូមប៉ូតាស្យូមនិងទង់ដែងដែលជួយដល់ប្រព័ន្ធភាពស៊ាំនិងការផលិតកោសិកាឈាមជួយដល់ប្រព័ន្ធរំលាយអាហារមានផ្ទុកជាតិសរសៃ resistant starch ដែលជួយដល់សុខភាពពោះវៀននិងជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យមានលំនឹង 2. គុណវិបត្តិនិងការប្រុងប្រយ័ត្នសំខាន់ខ្លាំងជាតិពុលសាយ៉ាណៃនេះគឺជាចំណុចសំខាន់បំផុតដំឡូងឈើឆៅមានផ្ទុកសារធាតុពុលឈ្មោះថាលីណាម៉ារិនដែលរាងកាយនឹងបំផ្លែងទៅជាហីដ្រូចិនសាយ៉ាណៃជាតិពុលប្រសិនបើមិនចម្អិនឲ្យឆ្អិនល្អទេវានឹងធ្វើឲ្យពុលធ្ងន់ធ្ងរការបាត់បង់សារធាតុចិញ្ចឹមការចម្អិនដំឡូងឈើតាមរយៈការស្ងោរឬចៀនក្នុងរយៈពេលយូរអាចធ្វើឲ្យវីតាមីនមួយចំនួនដូចជាវីតាមីន C បាត់បង់កម្រិតជាតិស្ករដោយសារវាមានកាបូអ៊ីដ្រាតខ្ពស់ប្រសិនបើយើងទទួលទានច្រើនពេកដោយមិនមានការធ្វើលំហាត់ប្រាណវាអាចធ្វើឲ្យកម្រិតជាតិស្ករឡើងខ្ពស់និងបង្កើនការស្តុកទុកជាតិខ្លាញ់ក្នុងរាងកាយបញ្ហាដល់អ្នកមានជំងឺក្រពេញទីរ៉ូអ៊ីតការទទួលទានដំឡូងឈើដែលមិនបានចម្អិនត្រឹមត្រូវច្រើនពេកអាចប៉ះពាល់ដល់ការស្រូបយកអ៊ីយ៉ូតរបស់រាងកាយដែលមិនល្អសម្រាប់អ្នកដែលមានជំងឺក្រពេញទីរ៉ូអ៊ីតរបៀបចម្អិនឲ្យមានសុវត្ថិភាពគន្លឹះសំខាន់ដើម្បីជៀសវាងជាតិពុលអ្នកត្រូវអនុវត្តដូចខាងក្រោម 1. ចិតសម្បកចេញឲ្យស្អាតសម្បករបស់វាមានផ្ទុកជាតិពុលខ្ពស់បំផុត 2. ត្រាំទឹកគួរត្រាំដំឡូងឈើក្នុងទឹកយ៉ាងហោចណាស់ 2 ទៅ 3 ម៉ោងឬមួយយប់មុននឹងយកទៅចម្អិន 3. ចម្អិនឲ្យឆ្អិនល្អត្រូវស្ងោរឬចំហុយឲ្យឆ្អិនសព្វល្អមិនត្រូវទទួលទានឆៅឬមិនទាន់ឆ្អិនល្អជាដាច់ខាត 4. ទុកឲ្យចំហាយចេញនៅពេលស្ងោរសូមកុំបិទគម្របឆ្នាំងជិតពេកដើម្បីឲ្យជាតិអូស្មန်ពុលអាចហួតចេញទៅតាមចំហាយទឹក